អ្នកទោសម្នាក់មានទំនៀមពិសេសមួយរាល់ពេលដែលគាត់មានឱកាសធូរស្បើយគាត់តែងតែចេតនាខិតខំបន្តិចទៅចិត្តរកប្រធានពន្ធនាគារបន្ទាប់មកសម្លឹងមើលកូនសោជំហៀងរបស់គាត់ដោយសម្ងាត់រងចាំពេលត្រឡប់មកកាន់ក្រវ៉ាត់វិញទើបគូរូបវាសាកល្បងយ៉ាងលម្អិតទោះបីជាមានកំហុសបន្តិចបន្តួចក៏ដោយគាត់នឹងអត់ធ្មត់ធ្វើម្ដងទៀតដោយមិនចេះធុញទ្រាន់ដើម្បីឲ្យបានស្អាតល្អឥតខ្ចោះមិនត្រឹមតែប៉ុណ្ណោះរាល់ពេលម៉ោង3នាទីព្រឹកគាត់តែងតែបំភ្លឺឈើគូសមួយដើមយ៉ាងស្ងាត់សម្លឹងមើលរុនសោច្រកទ្វារក្រវ៉ាត់យ៉ាងយកចិត្តទុកដាក់បន្ទាប់មកកាត់ក្រដាសមួយសន្លឹកដាក់វាលើរុនសោនោះដោយប្រុងប្រយ័ត្នមិនយូរប៉ុន្មានគាត់ក៏បានទទួលរូបរាងរបស់រុនសោបន្ទាប់មកគាត់ប្រើខ្មៅដៃដើម្បីគូសរូបរាងនោះឡើងវិញបន្ទាប់ពីធ្វើរឿងនេះរួចប៉ាត់បានរៀបចំក្រដាសមួយដោតចូលទៅក្នុងរុនសោយ៉ាងមិនទើស្មារតីបន្ទាប់មកប្រើខ្មៅដៃចុចផ្នែកខាងក្រោមបន្ទាប់ពីចុចចង្អុលជាង 20000 ដងប៉ាត់បានស្វែងយកចម្រៅរុនសោបានដោយជោគជ័យប៉ុន្តែថែមទាំងគាត់មិនមានអារម្មណ៍រីករាយឡើយពីព្រោះសម្ភារៈសម្រាប់ផលិតកូនសោបានក្លាយជាបញ្ហាពិបាកនៅថ្ងៃបន្ទាប់ប៉ាត់បានរាយការណ៍ស្ថានភាពដល់មិត្តរួមក្នុងពេលងូតទឹកសង្ឃឹមថានឹងទទួលបានជំនួយពីគាត់បន្ទាប់ពីគិតពិចារណារយៈពេល2នាទីកន្លះមិត្តរួមបាននឹកឃើញផ្លូវចេញដ៏ល្អមួយប៉ុន្តែវាគ្រោះថ្នាក់ណាស់ដើម្បីសេរីភាពហាត់ត្រូវតែប្រថុយហេតុនេះក្នុងពេលធ្វើការនៅហាងជាងឈើគាត់បានលួចយកដុំឈើរឹងមួយចំនួនពេលប្រធានពន្ធនាគារមិនដាក់ចិត្តហើយក្រុងនឹងលាក់វានៅក្នុងកែវទឹកក្តៅដើម្បីបោកឆ្លងកាត់ការត្រួតពិនិត្យប៉ុន្តែមិនគួរឲ្យជឿគឺនៅពេលចាក់ចេញគ្រោះថ្នាក់បានកើតឡើងដោយសារភាពតានតឹងខ្លាំងពេកហាត់មិនអាចបញ្ជាការបង្ហាញមុខរបស់គាត់បានហើយប្រធានពន្ធនាគារក៏បានសម្លឹងឃើញគាត់ដែរប្រធានពន្ធនាគារបានយកកែវទឹកក្តៅរបស់ហាត់ចាក់ទឹកតែរបស់គាត់ចោលដោយមិនរង្គៀសបន្ទាប់មកអង្រួនវាពីរបីដងប៉ុន្តែចម្លែកណាស់បន្ទាប់ពីត្រួតពិនិត្យហើយគ្មានឃើញអ្វីខុសធម្មតាឡើយគេចេះតែត្រូវអនុញ្ញាតឲ្យហាត់ចាក់ចេញអ្វីដែលគេមិនដឹងគឺការធ្វេសប្រហែសតូចតាចនេះនឹងបន្សល់ទុកជាស្នាមខ្មៅដ៏ធំសម្រាប់ពន្ធនាគារនៅពេលត្រឡប់មកកាន់ក្រវ៉ាត់វិញហាត់បានចាក់ដុំឈើនៅក្នុងកែវទឹកក្តៅរបស់គាត់យ៉ាងរហ័សហេតុផលដែលគាត់អាចគេចផុតពីការត្រួតពិនិត្យរបស់ប្រធានពន្ធនាគារគឺពីព្រោះគាត់បានរៀបចំផែនការមុនហើយនៅពេលប្រធានពន្ធនាគារមកដល់មិត្តរួមបានធ្វើជាមុនចាក់ប្រអប់ដែលមានដែកគោធ្លាក់ដើម្បីយកពេលវេលាឲ្យបានគ្រប់គ្រាន់ខណៈហាត់ពួននៅខាងក្រោយហើយលួចដាក់កន្សែងដ៏ធំមួយយ៉ាងរហ័សទើបអាចគេចផុតពីគ្រោះថ្នាក់បានដោយសំណាងដោយវិធីនេះបុរសនោះបានទទួលសម្ភារៈដែលគាត់ត្រូវការដោយជោគជ័យបន្ទាប់មកគាត់គ្រាន់តែត្រូវការប្រើឈើឆ្គូសដើម្បីឆ្គូសរូបរាងកូនសោបន្ទាប់មកប្រើកៅភ្ជាប់វាបញ្ចូលគ្នាកូនសោធ្វើពីឈើមួយក៏ត្រូវបានផលិតរួចកៅនោះគឺជាអ្នកទោសចាស់ម្នាក់ដែលជាប់ពន្ធនាគារជាង50ឆ្នាំបានខំប្រឹងប្រែងរកមកឲ្យគាត់ពេលបន្ទាប់គឺត្រូវសាកល្បងដោយមានការរំពឹងទុកគាត់បានដាក់កូនសោចូលទៅក្នុងរុនសោនៅពេលឮសំឡេងក្រញាច់មួយគឺបុរសនោះដឹងថាខ្លួនជោគជ័យហើយវិធីបន្ទាប់គាត់បានបើកទ្វារក្រវ៉ាត់ហើយដកដង្ហើមយកខ្យល់សេរីទោះជាយ៉ាងណាការចង់រត់គេចខ្លួននៅមិនទាន់គ្រប់គ្រាន់នោះទេគាត់ត្រូវតែផលិតកូនសោទាំងអស់នៅទីនេះដូច្នេះក្នុងពេលអនាគតបុរសនោះតែងតែសម្លឹងមើលកូនសោជំហៀងរបស់ប្រធានពន្ធនាគារទាំងអស់បន្ទាប់មកចងចាំយ៉ាងជាប់នៅក្នុងខួរក្បាលកូនសោបែបនេះគាត់ត្រូវការផលិតរាប់សិបកូនទើបអាចបើកទ្វារក្រវ៉ាត់ទាំងអស់នៅក្នុងពន្ធនាគារបានហើយរាល់កូនសោដែលផលិតបានគាត់ត្រូវតែសាកល្បងដើម្បីធានាថាផែនការរត់គេចខ្លួនមិនមានកំហុសក្រោមការគ្រប់ដណ្ដប់ពីមិត្តរួមបុរសនោះបានចាប់ផ្ដើមសាកល្បងគាត់នឹងនាំយកឈើឆ្គូសទៅជាមួយគាត់ជានិច្ចដើម្បីភាពងាយស្រួលក្នុងការកែសម្រួលនៅទីតាំងប៉ុន្តែលើកនេះមានគ្រោះថ្នាក់កូនសោចូលទៅក្នុងរុនសោដោយមិនបានចង់កាន់តែអាក្រក់ជាងនេះទៅទៀតនៅពេលនោះមានប្រធានពន្ធនាគារមកត្រួតពិនិត្យក្រវ៉ាត់គាត់ចង់ដកអង្កាមឈើចេញពីក្នុងនោះប៉ុន្តែវាជាប់យ៉ាងខ្ជាប់បើគេឃើញផលវិបាកនឹងធ្ងន់ធ្ងរណាស់មិត្តរួមបានបោះឧបករណ៍បើកសោមួយឲ្យគាត់យ៉ាងរហ័សបុរសនោះបានទទួលវាហើយចាប់ផ្ដើមចោះរុនសោយ៉ាងលឿននៅពេលនោះប្រធានពន្ធនាគារក្រាស់ម្នាក់បានមកដល់គាត់បានបន្លំធ្វើជាជូតកំទេចសម្រាប់មិនធ្វើឲ្យគេសង្ស័យសំណាងល្អដែលប្រធានពន្ធនាគារនោះឡើងជណ្ដើរហត់មិនបានចូលមកកន្លែងនេះត្រឡប់ទៅសម្រាប់វិញគាត់បានទាញយកកំទេចសវិញយ៉ាងរហ័សក្នុងពេលនេះបន្ទាប់ពីធ្វើរឿងនេះរួចទើបអាចគេចផុតពីគ្រោះថ្នាក់បានដោយសំណាងប៉ុន្តែនៅពេលប្រធានពន្ធនាគារម្នាក់ទៀតមកបិទទ្វារគាត់បានឃើញថាទ្វារមិនអាចបិទបានវាច្បាស់ណាស់ថាមានអ្នកធ្វើឲ្យវាគាត់សម្លឹងមើលជុំវិញមិនឃើញមានអ្វីខុសធម្មតាទើបគិតថាប្រធានពន្ធនាគារក្រាស់មិនបានបិទវាឲ្យជាប់ដើម្បីបង្កើនឱកាសជោគជ័យក្នុងការរត់គេចខ្លួន3នាក់នោះនឹងហាត់ប្រាណរត់ពេលខ្លះឥឡូវកូនសោត្រូវបានផលិតរួចហើយប៉ុន្តែត្រូវបើកទ្វារក្រវ៉ាត់ពីខាងក្នុងយ៉ាងដូចម្ដេចម៉ាក់គិតឃើញផែនការគឺចង់កូនសោទៅនឹងខ្សែមួយបន្ទាប់មកទាញវាពីចុងម្ខាងយឺតសម្លឹងមើលរុនសោទោះជាយ៉ាងណាវិធីសាស្ត្រនេះច្បាស់ជាមិនអាចទៅរួចទេពីព្រោះមិនអាចបង្វិលកូនសោបានឆាលីស្នើថាអាចប្រើឈើវែងជំនួសខ្សែប៉ុន្តែវត្ថុវែងបែបនេះមិនអាចលាក់បាន3នាក់ពិភាក្សាគ្នាជាយូរក៏មិនគិតឃើញផែនការណាដែលអាចទៅរួចដែរនៅថ្ងៃនេះនៅពេលបុរសនោះធ្វើការនៅហាងជាងគាត់បានឃើញឌីសបង្វិលនៅក្នុងដៃអ្នកទោសចាស់ដោយចៃដន្យភ្លាមនោះគាត់គិតឃើញផែនការគាត់បានផលិតកង់បង្វិលមួយពីឈើបន្ទាប់មកភ្ជាប់កូនសោលើវាបន្ទាប់មកគ្រាន់តែត្រូវការលូកវាចេញពីបង្អួចសម្លឹងមើលរុនសោប៉ុន្តែគាត់បង្វិលវាជាច្រើនដងបានដឹងថាកូនសោមិនសមគាត់ត្រូវតែយកវាត្រឡប់មកវិញហើយកែសម្រួលវាដោយប្រើឈើឆ្គូសទីបំផុតបន្ទាប់ពីព្យាយាមជាច្រើនដងដោយលំបាកបុរសនោះបានបើកទ្វារក្រវ៉ាត់ពីខាងក្នុងដោយជោគជ័យគាត់រីករាយយ៉ាងខ្លាំងប៉ុន្តែនៅពេលនោះមានប្រធានពន្ធនាគារមកត្រួតពិនិត្យបើគេឃើញគាត់នឹងត្រូវស្លាប់តែមួយជួរប៉ុណ្ណោះគាត់ចង់ដកកូនសោចេញប៉ុន្តែមិនបានចង់ធ្វើឲ្យវាធ្លាក់លើឥដ្ឋតើត្រូវធ្វើដូចម្ដេចសំឡេងជំហានប្រធានពន្ធនាគារកាន់តែខិតមកជិតបុរសនោះបាននឹកឃើញថាខ្លួននៅសល់ស្ករត្នោតមួយដុំគាត់បានដាក់វានៅក្នុងមាត់ហិចវាយ៉ាងរហ័សបន្ទាប់មកដាក់វាលើឈើវែងគាត់ចង់ប្រើលក្ខណៈជាប់របស់ស្ករត្នោតដើម្បីយកកូនសោវិញគាត់ទើបតែដាក់វាឲ្យជាប់ប៉ុន្តែនៅពេលដែលគាត់ទាញវាត្រឡប់មកវិញដោយសារការតានតឹងពេកគាត់មិនបានចង់ធ្វើឲ្យវាធ្លាក់លើឥដ្ឋគាត់ត្រូវតែព្យាយាមម្ដងទៀតប៉ុន្តែដោយសារឈើវែងខ្លីពេកបុរសនោះពិតជាលំបាកក្នុងការប្រើប្រាស់ព្យាយាមជាច្រើនដងមិនត្រឹមតែកូនសោធ្លាក់លើឥដ្ឋសូម្បីតែស្ករត្នោតក៏ធ្លាក់ដែរទីបំផុតបន្ទាប់ពីព្យាយាមយ៉ាងខ្លាំងគាត់បានយកកូនសោបានដោយជោគជ័យនៅពេលទាញវាត្រឡប់មកវិញគាត់មិនហ៊ានមានកំហុសតិចតួចឡើយរាល់សកម្មភាពត្រូវធ្វើដោយប្រុងប្រយ័ត្ននៅពេលទទួលបានកូនសោដោយជោគជ័យគាត់រត់ regressively ទៅកាន់ក្រែដកដង
ហាមយ៉ាងខ្លាំងអារម្មណ៍ដានតឹងមិនអាចស្ងប់រហូតជាយូរនៅថ្ងៃបន្ទាប់គាត់បានរីកាដំណឹងល្អនេះដល់មិត្តរួម3នាក់បានឬហើយក៏រីករាយក្នុងចិត្តដែរពួកគេបានសម្រេចចិត្តទៅស្ទង់មើលកន្លែងនៅថ្ងៃនេះដើម្បីស្គាល់ផ្លូវរត់ឲ្យបានច្បាស់អ្នកទោសចាស់នោះក៏បានសន្យាថានឹងជួយពួកគេដែរទោះបីជាគាត់មិនគិតថា3នាក់អាចរត់ផុតក៏ដោយការធ្វើបែបនេះគ្រាន់តែដើម្បីការពារអ្នកទោសដទៃទៀតពីព្រោះបើពួកគេបរាជ័យអ្នកទាំងអស់នឹងត្រូវរងគ្រោះជាមួយនៅពេលយប់បុរសនោះបានធ្វើតុតាមួយដាក់លើគ្រែរងចាំពេលប្រធានពន្ធនាគារលេងតន្ត្រីរាល់ថ្ងៃគាត់ក៏បានបើកទ្វារក្រវ៉ាត់យ៉ាងស្ងាត់ពេលនោះម៉ាក់ក៏បានចេញមកដែរបន្ទាប់មកគាត់បានប្រើកូនសោដែលផលិតខ្លួនឯងបើកទ្វារបន្ទាប់យ៉ាងរហ័សដើម្បីកុំឲ្យមានសំឡេងពួកគេបានជ្រើសរើសដើរជាន់ទទេមិនយូរប៉ុន្មាន3នាក់ក៏បានមកដល់ជាន់ក្រោមនៅទីនេះមានទ្វារដែកមួយបុរសនោះបានយកកូនសោមកសាកល្បងយ៉ាងរហ័សបានដឹងថាមិនមែនកូនសោនេះទេគាត់ត្រូវតែយកកូនសោបន្ទាប់មកសាកល្បងទៀតក្នុងអាកាសភាពតានតឹងបែបនេះទឹកជ័រលេចចេញមកយ៉ាងច្រើនបន្ទាប់ពីសាកល្បងជាច្រើនដងទីបំផុតគាត់បានរកឃើញកូនសោត្រូវប៉ុន្តែទើបតែត្រូវការបើកទ្វារចេញពួកគេបានឮសំឡេងជំហានប្រធានពន្ធនាគារគាត់បានចាក់សោទ្វារវិញយ៉ាងរហ័សបន្ទាប់មកពូនចូលទៅក្នុងបន្ទប់របស់អ្នកថែទាំនៅក្រោមជណ្ដើរប៉ុន្តែសោទ្វារនេះបានខូចមិនអាចបិទបានធម្មតាបុរសនោះបានប្រាំរែមដៃពីរចុចយ៉ាងជាប់លើវិសប៉ុន្តែចំណុចទទួលកម្លាំងតូចពេកគាត់ពិតជាលំបាកក្នុងការប្រើកម្លាំងឃើញប្រធានពន្ធនាគារក្រាស់មកដល់ទ្វារហើយប៉ុន្តែនៅពេលនេះគាត់មិនអាចទ្រាំបានទៀតហើយបានបើកដៃចេញសំណាងល្អដែលម៉ាក់បានយកលួសមួយមកឲ្យតាន់ពេលទើបអាចទាញទ្វារឈើត្រឡប់មកវិញបានពួកគេមិនហ៊ានបង្កើតសំឡេងតិចតួចឡើយខ្លាចថាគេរងចាំប្រធានពន្ធនាគារក្រាស់ឡើងជណ្ដើរហើយ3នាក់ក៏រត់ចេញមកវិញយ៉ាងរហ័សការសាកល្បងរបស់ពួកគេមិនទាន់បានបញ្ចប់នៅឡើយដើម្បីឲ្យមានភាពច្បាស់លាស់ក្នុងការរត់គេចខ្លួនការប្រថុយបែបនេះគឺចាំបាច់រាល់ពេលបើកទ្វារពួកគេនឹងដាក់សញ្ញាលើកូនសោដែលត្រូវគ្នានៅពេលនោះប្រធានពន្ធនាគារកំពុងត្រួតពិនិត្យក្រវ៉ាត់ដោយសារពន្លឺមិនច្បាស់គាត់មិនបានកត់សម្គាល់ឃើញថាអ្នកដេកលើគ្រែគឺជាតុតាឡើយរងចាំការសាកល្បងរួចបុរសនោះបានចាក់សោទ្វារវិញយ៉ាងរហ័សបន្ទាប់មកពូនចូលទៅក្នុងបន្ទប់របស់អ្នកថែទាំចំណែកឯប្រធានពន្ធនាគារក្រាស់បានត្រួតពិនិត្យបន្ទប់ទាំងអស់រួចកំពុងចុះជណ្ដើរមកប៉ុន្តែដើរទៅដើរមកគាត់បានកត់សម្គាល់ឃើញមានទឹកជ័រពីរបីដំណក់នៅលើឥដ្ឋគាត់ឆ្ងល់ថាខ្លួនឯងមិនទាន់បានហួចញើសទេតើទឹកជ័រនេះរបស់អ្នកណា3នាក់នៅក្នុងបន្ទប់របស់អ្នកថែទាំកំពុងញាក់ញ័របើគេឃើញការនេះនឹងត្រូវបញ្ចប់សំណាងល្អដែលប្រធានពន្ធនាគារនោះសម្លឹងមើលពីតានគិតថាជាកន្លែងរលោងក៏លុបវាចោលហើយចាក់ចេញពួកគេទើបតែដកដង្ហើមដោយស្រួលពួកគេបិទទ្វារឈើយ៉ាងស្ងាត់បន្ទាប់មកត្រឡប់ទៅកាន់ក្រវ៉ាត់វិញដើម្បីការពារការត្រួតពិនិត្យភ្លាមពីប្រធានពន្ធនាគារបុរសនោះបានពង្រីកកូនសោដាក់ក្នុងកែបធ្មេញដោយសារយប់មកខ្លួនយប់ណាស់រហូតដល់នាឡិការ៉ូតភ្ញាក់ពីគេងបានកន្លះម៉ោងហើយគាត់នៅតែមិនទាន់ភ្ញាក់ប្រធានពន្ធនាគារក៏បានមកត្រួតពិនិត្យទើបគាត់ដឹងថាខ្លួនត្រូវគ្រោះហើយក្រោយពីត្រូវបានមេបញ្ជាការសួរដេញដោលគាត់មិនអាចរកមូលហេតុឆ្លើយតបបានឡើយបទពិសោធន៍20ឆ្នាំក្នុងតំណែងនេះប្រាប់ខ្ញុំថាអ្នកគេងលក់ក្នុងពេលខ្ញុំពិនិត្យក្រែដោយសារអ្នកហត់ហើយអ្នកហត់ដោយសារអ្នកមិនបានគេងលក់ហឹមបុរសនោះមិនអាចធ្វើអ្វីបានក្រៅពីដាក់ពាក្យសុំទោសយ៉ាងច្រើនមេបញ្ជាការគិតថាគាត់មានបញ្ហាប្រកបណាស់ទើបចាប់ផ្ដើមស្វែងរកតាមពិតអ្នកទាំងអស់គេងលក់ហួសពេលរូបថតកូនប្រុសរបស់ម៉ាក់ក៏ត្រូវបានប្រធានពន្ធនាគារយកទៅដោយបង្ខំទោះបីជាគាត់អង្វរយ៉ាងណាក៏ដោយគេក៏មិនព្រមវិលត្រឡប់មកវិញដែរក្នុងមួយឆ្នាំគាត់មានពេលជួបកូនត្រឹមតែកន្លះម៉ោងប៉ុណ្ណោះបើមិនមែនដោយសារកូនគាត់ប្រហែលជាលែងអាចទ្រាំបន្តទៀតហើយហេតុនេះគាត់ទើបជ្រើសរើសរត់គេចខ្លួនមិនយូរប៉ុន្មានបុរសនោះត្រូវបានហៅចូលទៅមេបញ្ជាការហាមមិនឲ្យគាត់មើលសៀវភៅគ្មានប្រយោជន៍ទាំងនេះទៀតបន្ទាប់មកក៏ចាប់យកថ្នាំដុសធ្មេញលើទៅចោលដោយកំហឹងបុរសនោះភ័យរន្ធត់យ៉ាងខ្លាំងប៉ុន្តែអ្វីដែលគាត់ខ្លាចកើតឡើងពិតប្រាកដវិធីបន្ទាប់គេឃើញដុំកូនសោនៅលើឥដ្ឋមេបញ្ជាការកាន់តែសង្ស័យឃើញទង្វើដែលគាត់មិនដឹងធ្វើម៉េចនេះជាអ្វីសំណាងល្អដែលបុរសនោះមានខួរក្បាលឆ្លាតវៃគាត់នឹកឃើញមូលហេតុភ្លាមហើយប្រាប់ថាវាសម្រាប់ដាក់រូបថតទើបធ្វើឲ្យមេបញ្ជាការលែងសង្ស័យចាំពេលពួកគេចាក់ចេញគាត់បានក្រវែងមាត់យ៉ាងរហ័សខ្លាចខ្លួនឯងនឹងស្រែកឡើងដោយសារភ័យខ្លាចគាត់ដឹងថាខ្លួនត្រូវតែអនុវត្តផែនការរត់គេចខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើបានបើមិនដូច្នេះទេពួកគេនឹងឃើញមិនយូរមិនបានក្នុងពេលអនាគតរាល់ពេលដែលគាត់មានឱកាសគាត់នឹងកត់ត្រាកូនសោចំហៀងរបស់ប្រធានពន្ធនាគារបន្ទាប់មកផលិតវាយ៉ាងលម្អិតហើយអង្កាមឈើដែលលើសគាត់នឹងទៅលាក់ក្នុងដីដោយយកឱកាសថែទាំសួនបន្លែនៅពេលយប់គាត់នឹងធ្វើការពិសោធន៍ជាមួយមិត្តរួមរយៈពេលកន្លះឆ្នាំកន្លងផុតទៅកូនសោសម្រាប់ទ្វារធំទាំង15បានត្រូវផលិតរួចរាល់ដោយជោគជ័យដើម្បីការពារខ្លួនគាត់បានផលិតកូនសោលើស24កូនទៀតទោះជាយ៉ាងណាការចង់រត់គេចខ្លួននៅមិនទាន់គ្រប់គ្រាន់នោះទេពួកគេត្រូវការផែនទីទីក្រុងនេះទើបអាចរៀបចំផែនការរត់គេចខ្លួនបានគាត់បានប្រាប់អ្នកទោសខ្មៅដែលទទួលខុសត្រូវចាក់សម្រាមឲ្យរកកាសែតមកឲ្យគាត់វាមានផែនទីនៅលើនោះតម្លៃដែលអ្នកទោសខ្មៅសុំគឺ Starber 1ថង់និងសាប៊ូ1ដុំបុរសនោះបានធ្វើសញ្ញាមួយតំណាងឲ្យការព្រមព្រៀងនៅថ្ងៃបន្ទាប់ក្នុងពេលញ៉ាំអាហារអ្នកទោសខ្មៅបានផ្ញើសញ្ញាមកឲ្យគាត់ប្រាប់ថាកាសែតបានត្រូវរៀបចំរួចរាល់ហើយអ្វីដែលគេមិនដឹងគឺរឿងទាំងអស់នេះត្រូវបានប្រធានពន្ធនាគារឃើញដោយចៃដន្យគាត់បានរត់ចុះទៅកាន់ជាន់ក្រោមយ៉ាងរហ័សដើម្បីចាក់សម្រាមហើយពិតជាឃើញកាសែតនៅក្នុងប្រអប់បន្ទាប់មកគាត់ក៏ដាក់ Starber និងសាប៊ូដែលបានសន្យាទុកនៅក្រោមប្រអប់ប៉ុន្តែនៅថ្ងៃបន្ទាប់ប្រធានពន្ធនាគារបានមកប្រាប់យ៉ាងភ្លាមថាអ្នកទោសខ្មៅត្រូវបានប្រហារជីវិតដោយខ្សែកបើអ្នកមិនចង់ចុងភៅដូចគាត់ទេគួរតែយកខ្លួនឲ្យបានល្អរឿងនេះហើយបុរសនោះដឹងថាមិនអាចពន្យាពេលបានទៀតហើយគាត់សម្រេចចិត្តធ្វើការគាត់បានអញ្ជើញអ្នកទាំងអស់នៅទីនេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងសហការគ្នារត់គេចខ្លួនប៉ុន្តែអ្នកទោសចាស់ដែលមានបទពិសោធន៍ដឹងថាពួកគេមិនអាចជោគជ័យបានឡើយបើចាប់បានវិញនឹងត្រូវស្លាប់តែមួយជួរប៉ុណ្ណោះហើយគាត់ក៏ធ្លាប់បានធូរធារក្នុងការរស់នៅទីនេះមិនចង់ប្រថុយទេហើយបាននិយាយថាហេតុផលដែលជួយគាត់គឺដោយសារតែពួកគេទាំងអស់ជាអ្នកទោសដូចគ្នាគំនិតរបស់អ្នកដទៃក៏ដូចគ្នាដែរ3អ្នកមិនអាចនិយាយអ្វីបានច្រើនទៀតត្រូវតែជ្រើសរើសចាក់ចេញតែខ្លួនឯង
ប៉ុន្តែពេលពួកគេទើបតែត្រឡប់មកកាន់ក្រវ៉ាត់វិញប្រធានពន្ធនាគារក៏បានមកត្រួតពិនិត្យភ្លាមប៉ុន្តែពួកគេនៅតែមិនឃើញអ្វីចាំពេលពួកគេចាក់ចេញបុរសនោះបានបើកទ្វារក្រវ៉ាត់ភ្លាមបន្ទាប់មកបើកទ្វារឲ្យម៉ាក់ទាំងពីរចេញមកវិញមិនទាន់យឺតពេលទេត្រូវធានាថាអ្នករួចខ្លួនអ្នកខ្ញុំទេ3អ្នកបានរកជ្រុងមួយហើយដួងសម្លៀកបំពាក់ដែលរៀបចំទុកជាមុននៅពេលនោះប្រធានពន្ធនាគារក្រាស់បានមកយករបស់នៅក្នុងបន្ទប់របស់អ្នកថែទាំប៉ុន្តែបានឃើញលុះនោះនៅលើសោទ្វារដោយចៃដន្យនៅពេលនោះក្រុមរត់គេចខ្លួនបានមកដល់ទ្វារដៃហើយប៉ុន្តែពេលឮសំឡេងជំហានពីខាងក្រោមពួកគេក៏ថយត្រឡប់ទៅវិញដោយប្រុងប្រយ័ត្នរហូតដល់សំឡេងជំហានបាត់ទើបពួកគេហ៊ានមកដល់ជាន់ក្រោមបន្ទាប់មកពួនចូលទៅក្នុងបន្ទប់របស់អ្នកថែទាំរៀបចំពួននៅទីនេះរងចាំការត្រួតពិនិត្យក្រវ៉ាត់របស់ប្រធានពន្ធនាគារបុរសនោះចង់ប្រើលួសរឹតម៉ូតសោប៉ុន្តែឃើញថាវាបាត់ហើយគ្មានផ្លូវចេញគាត់ត្រូវតែជ្រើសរើសចុចម៉ូតវាដោយដៃវិញដោយសារប្រធានពន្ធនាគារក្រាស់មានរូបកាយធំធេងពេកដើរមិនលឿនទើបដើរមកដល់មាត់ជណ្ដារក៏ឈប់ដកដង្ហើមហើយសម្រាប់ជាយូរមកហើយនៅតែមិនចង់ឡើងរឿងនេះធ្វើឲ្យបុរសនោះជឿចាប់ណាស់នៅពេលគាត់ចិត្តទ្រាំមិនបានអ្នកទោសចាស់បានចេញដៃគាត់ស្រែកឲ្យប្រធានពន្ធនាគារនៅពីលើទើបអាចចូលទៅដល់ជាន់លើបាន3អ្នកក៏យកឱកាសនេះរត់ចេញពីក្នុងនោះយ៉ាងរហ័សបន្ទាប់មកពួកគេបានបើកទ្វារដែកនៅទីនេះយ៉ាងរហ័សចាំពេលបុរសនោះបើកទ្វារបន្ទាប់ឆាលីនឹងបិទទ្វារខាងក្រោយវិញដោយវិធីនេះពួកគេម្នាក់ទទួលខុសត្រូវបើកទ្វារម្នាក់ទៀតទទួលខុសត្រូវបិទទ្វារមិនយូរប៉ុន្មានពួកគេក៏បានមកដល់ទ្វារអគ្គិសនីនេះមានអារម្មណ៍ថាសេរីភាពនៅពីមុខប៉ុន្តែនៅពេលពួកគេមកដល់ការិយាល័យនេះមានភាពខុសគ្នាម៉ាក់គិតថាទ្វារនេះត្រូវការកូនសោមូលប៉ុន្តែបុរសនោះចង់ចាំថាជាកូនសោរាប់ទាំងពីរចិត្តឆ្លោះគ្នាហើយសំណាងល្អដែលឆាលីនៅក្បែរនោះបានរារាំងភ្លាមប្រាប់ថាសាក់លបងទាំងពីរមុខមិនដឹងខុសត្រូវទេប៉ុន្តែពួកគេបានសាក់លបងកូនសោជាច្រើនក៏មិនត្រូវនៅពេលនោះមានសម្លេងបើកទ្វារនៅមិនឆ្ងាយគឺប្រធានពន្ធនាគារក្រាស់ត្រួតពិនិត្យក្រវ៉ាត់រួចត្រឡប់មកវិញបុរសនោះនៅតែមិនទាន់រកឃើញកូនសោម៉ាក់នៅក្បែរនោះមើលមិនចុះហើយរុញច្រានគាត់យ៉ាងរហ័សវិធីបន្ទាប់គាត់បើកទ្វារបានដោយងាយស្រួលឥឡូវនេះនៅសល់តែរបងចុងក្រោយប៉ុណ្ណោះសំណាងល្អជាងនេះទៅទៀតគឺទ្វារខាងក្រៅបើកចំហដែលចេញទៅក្រៅគឺជាសេរីភាព3អ្នកមិនអាចទប់មានអារម្មណ៍រីករាយបានពួកគេរឹតនឹងគ្នាយ៉ាងជាប់អបអរជ័យជំនះប៉ុន្តែគ្រោះថ្នាក់តែងតែមកដល់យ៉ាងភ្លាមបុរសនោះបានសាក់លបងកូនសោទាំងអស់ឃើញថាមិនត្រូវសោះបន្ទាប់អ្នកត្រូវរុញវាឲ្យចូលទៅក្នុងអស់គឺបាទខ្ញុំរុញវាចូលទៅក្នុងអស់គឺឲ្យខ្ញុំមួយទៀតគាត់បានដាក់កូនសោដោយសង្ឃឹមចុងក្រោយប៉ុន្តែបង្វិលជាច្រើនដងសោនៅតែមិនរួចពួកគេទើបតែដឹងថាប្រធានពន្ធនាគារមិនដែលយកកូនសោទ្វារនេះទៅចំហៀងឡើយតើត្រូវធ្វើដូចម្តេចតើត្រូវត្រឡប់ទៅវិញតាមផ្លូវដើមឬប៉ុន្តែពួកគេបានមកដល់ទីនេះដោយការខ្វះខាតបើមិនត្រឡប់ទៅវិញទេពេលចាប់បាននឹងត្រូវគេយកទៅវារង្គាលម៉ាក់គូសំលេងទ្វារឃើញថាត្រុតដោយសារវាធ្វើពីឈើប្រកាសជាអាចវាបំបាក់បានវិធីបន្ទាប់គាត់ក៏ចាប់យកឈើឆ្គូចាប់ផ្ដើមឆ្គូរឿងនេះធ្វើឲ្យ3អ្នកនៅសល់ភ្ញាក់ផ្អើលសំលេងខ្លាំងបែបនេះច្បាស់ជានឹងមានអ្នកប៉ុន្តែពេលនេះពួកគេក៏ត្រូវតែភ្នាល់ដែរនៅពេលដែលលបឿនដៃរបស់ម៉ាក់កាន់តែលឿនចង្វាក់បេះដូងរបស់ពួកគេក៏ប្រែคล้ายជាមិនស្វ័យប្រវត្តិទីបំផុតបន្ទាប់ពី10នាទី3អ្នកបានវាបំបាក់សោបានដោយជោគជ័យបន្ទាប់មកពួកគេបានដួងសម្លៀកបំពាក់ដែលរៀបចំទុកជាមុនយ៉ាងរហ័សនៅពេលដែលទ្វារត្រូវបានបើកពួកគេហាក់ដូចជាត្រូវបានផ្ដល់ជីវិតថ្មីម៉ាក់ចង់រត់ចេញទៅក្រៅភ្លាមត្រូវបានទាំងពីរបង្ខំទាញត្រឡប់មកវិញពីព្រោះពួកគេមានប្រធានពន្ធនាគារល្បាត់នៅពីលើពួកគេអាចដើរយ៉ាងស្ងាត់ទៅកាន់ទ្វារតែនៅពេលដែលគេងាយខ្លួនបែកខ្នងចាំពេលទាំងពីរមកដល់បុរសនោះបានចាប់ផ្ដើមដំណើររត់គេចខ្លួនតាមការណែនាំផែនទីប៉ុន្តែម៉ាក់ទាំងពីរនៅខាងក្រោយនៅតែមានអារម្មណ៍ខ្លាចមិនហ៊ានតាមទៅរឿងទាំងអស់ហាក់ដូចជាមិនពិតទាំងអស់ប៉ុន្តែពេលនេះពួកគេគ្មានផ្លូវថយក្រោយទេត្រូវតែទ្រាំតាមទៅតាមផ្លូវ3អ្នកត្រូវតែបន្លំធ្វើជាធម្មតាបង្ហាញអាកប្បកិរិយាធម្មជាតិកុំឲ្យអ្នកដំណើរកត់សម្គាល់មិនយូរប៉ុន្មានពួកគេបានដើរចេញពីតំបន់ឥទ្ធិពលរបស់ពន្ធនាគារបន្ទាប់មកជិះឡានអគ្គិសនីទៅកាន់ទីក្រុងមួយផ្សេងទៀតនៅពេលនោះប្រធានពន្ធនាគារម្នាក់ទៀតបានចាប់ផ្ដើមហៅអ្នកទោសឲ្យភ្ញាក់ពីគេងប៉ុន្តែពេលបើកក្រវ៉ាត់ទាំងអស់ហើយឃើញថាបុរសនោះនៅតែមិនទាន់ភ្ញាក់គិតថាគាត់គេងលក់ហួសពេលទៀតហើយហេក្រោកឡើងហេឃើញរូបភាពនេះអ្នកទោសចាស់មិនអាចទប់សាច់ឡើយពួកគេពិតជាជោគជ័យហើយប៉ុន្តែពេលជាមួយគ្នាក៏មានអារម្មណ៍ស្ដាយដែលមិនបានជ្រើសរើសតាមពួកគេទៅ3អ្នកដែលបានទទួលសេរីភាពវិញក៏មិនអាចទប់អារម្មណ៍រីករាយបានដែរពួកគេស្រែកឡើងយ៉ាងខ្លាំងនេះជារឿងពិតពួកគេត្រូវបានប្រន្ទាទោសដោយសារតែចំណាប់ខ្មាំងពូជសាសន៍ក្រោយពីរត់គេចខ្លួន22ឆ្នាំឋានៈរត់គេចខ្លួនរបស់ពួកគេទើបត្រូវបានអភ័យទោសរហូតដល់ឆ្នាំ1594ម៉ាន់ដេឡាត្រូវបានជ្រើសរើសជាប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូងចំណាប់ខ្មាំងពូជសាសន៍ទើបត្រូវបានបាត់បង់អរគុណបងប្អូនសម្រាប់ការទស្សនាតាំងពីដើមរហូតមកដល់ចប់ Complete ចុច Like និង Share ឲ្យ Admin ម្នាក់មួយផងសូមបងប្អូនចុច Follow ដើម្បីទទួលបានរឿងថ្មីជាបន្តបន្ទាប់ទៀត